រឿងរ៉ាវផ្ទុះពីពេញបណ្ដាញសង្គម Facebook រហូតមកដល់ថ្ងៃទី8មីនាឆ្នាំ2025នេះកងកម្លាំងរាជវរហ័តខេត្តបរសៃអនុបានធ្វើការស្រាវជ្រាវនិងបញ្ជាក់យ៉ាងច្បាស់អំពីករណីវីដេអូដែលចងស្លាបផ្សេងទៅលើនារីម្នាក់ញ៉ាំគ្រប់ស្ថាប័នទាំងអស់និងបងប្អូនដែលអ្នកលេងបណ្ដាញសង្គមទាំងអស់សូមកុំយល់ច្រឡំនឹងពួកខ្ញុំទៀតអីរឿងនេះវាមិនមែនជារឿងវាយដំត្រង់ធាក់នឹងធ្វើទរណកម្មលើខ្ញុំទេពួកខ្ញុំគាត់ការពារខ្ញុំដោយសារតែខ្ញុំរករឿងគាត់ផងអីផងនឹងខ្លាចប៉ះពាល់ខ្ញុំនិងប៉ះពាល់គាត់អាប់ផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមទំនាក់ទំនង Facebook កាលថ្ងៃទី3ខែមីនាឆ្នាំ2025កន្លងទៅធ្វើឲ្យមានការភ្ញាក់ផ្អើលយោងតាមការរៀបរាប់របស់ឪពុកម្ដាយនារីរងគ្រោះបានបញ្ជាក់ថាកូនស្រីរបស់គាត់ឈ្មោះថាយ៉ុងស្រីមុចនិងឈ្មោះឈឿនវរៈត្រូវជាសង្សារនឹងគ្នាបានរួមរស់ជាមួយគ្នាអស់រយៈពេល2ឆ្នាំមកហើយគឺមិនដែលមានបញ្ហាអ្វីនោះឡើយស្រាប់តែថ្ងៃទី3មីនាឆ្នាំ2025វេលាម៉ោង 17 ជាងឈ្មោះឈឿនវរៈក៏បានផ្ញើវីដេអូខ្លួនដែលគេបាទចងដៃស្លាបសេករបស់កូនស្រីខ្លួនតាមប្រព័ន្ធ Messenger មកឲ្យខ្លួនមើលនិងផងអីផងនឹងខ្លាចប៉ះពាល់ខ្ញុំនិងប៉ះពាល់គាត់សូមចាត់បងទាំងអស់គ្នាអ្នកដែលមានវីដេអូនឹងសូមបងជួយលុបខ្ញុំមានធ្វើបាបអីទេគាត់ធ្វើបាបខ្លួនឯងទេញ៉ាំគ្រប់ស្ថាប័នទាំងអស់និងបងប្អូនដែលអ្នកលេងបណ្ដាញសង្គមទាំងអស់សូមកុំយល់ច្រឡំនឹងពួកខ្ញុំទៀតអីរឿងនេះវាមិនមែនជារឿងពេល2ឆ្នាំមកហើយគឺមិនដែលមានបញ្ហាអ្វីនោះឡើយស្រាប់តែថ្ងៃទី3មីនាឆ្នាំ2025វេលាម៉ោង 17 ជាងឈ្មោះឈឿនវរៈក៏បានផ្ញើវីដេអូខ្លួនដែលគេបាទចងដៃស្លាបសេករបស់កូនស្រីខ្លួនតាមប្រព័ន្ធ Messenger មកឲ្យខ្លួនមើលនិងបានផ្ញើសារជាសម្លេងថាមើលកូនរបស់លោកពូទៅនិយាយមិនស្ដាប់ទេមិនព្រមកែនោះឡើយហើយខ្លួនមិនបានវាយធ្វើបាបនាងទេលោកពូចង់ប្តឹងក៏ប្តឹងចោះកូនរបស់លោកពូនៅខេត្តបរសៃអនុរហូតមកដល់ម៉ោង20:00នាទីថ្ងៃបាទឆ្នាំដដែលកូនស្រីយ៉ងស្រីមុចបានផ្ញើសារជាសម្លេងមកខ្លួនថាខ្លួនគេមិនមានបញ្ហាអ្វីនោះទេគុំតាមរកកូនអីនិងសូមអង្វរឪពុកម្ដាយសូមកុំឲ្យប្តឹងឈ្មោះឈឿនវរៈព្រោះនាងជាអ្នកខុសនោះទេគេមិនបានធ្វើបាបកូនទេដោយមិនព្រមបាទធ្វើការបកស្រាយអ្វីទាំងអស់ដែលពាក់ព័ន្ធនឹងករណីចងដៃបាទនាងទៅស្លាប់សេកទៅខាងក្រោយទាំងបានបញ្ជាក់ទៀតថាបើឪពុកម្ដាយប្តឹងឬក៏មករកនាងនឹងសម្លាប់ខ្លួនឯងតែម្ដងហើយខ្លួនក៏បានផ្ញើវីដេអូនោះឲ្យទៅអ្នកស្គាល់គ្នាដើម្បីជួយគិតពីព្រោះខ្លួនមិនចេះច្បាប់នោះឡើយបែរជាគេយកវីដេអូនោះទៅបង្ហោះចែកចាយដោយខ្លួនមិនដឹងអ្វីសោះប្រិមិត្តបាទទស្សនិកជនបាទដឹងហើយបាទរវាងករណីម្នាក់បាទនារីម្នាក់ណាយកដៃទាំងសងខាងរបស់គេហ្នឹងត្រូវសង្សាររបស់ខ្លួនចងស្លាប់ផ្សេងទៅខាងក្រោយរហូតមកដល់ពេលនេះបានបំភ្លឺហើយគឺមិនបានធ្វើតរណកម្មអ្វីនោះទេហើយរូបនាងផ្ទាល់ក៏បានសុំអង្វរឪពុកម្ដាយសុំកុំឲ្យប្តឹងឈ្មោះឈឿនវរៈអីបាទពីព្រោះនាងជាអ្នកខុសនោះទេបាទប្រិមត្តនេះជាព័ត៌មានមួយបាទជម្រាបជូននឹងមកពីការភ្ញាក់ផ្អើលថ្ងៃទី3មីនាបាទមានករណីបាទចងស្លាបសេកហើយបង្ហោះបាទពីពេញបណ្ដាញសង្គមបាទ Facebook បណ្ដាលឲ្យអ្នកលេងយល់ច្រឡំថាជាករណីចាប់ចម្រិតនិងធ្វើទរណកម្មតាមការពិតទៅគឺមិនមែននោះទេ